បាទតោះឥឡូវយើង clean វារួចរាល់ហើយណា clean អត់តាកុំព្យូទ័រណាមិញហ្នឹងណាចឹងមកបងប្អូនមានបញ្ហាបាត់ទឹកថ្នាំបាត់អីចំពោះកាណុងគឺអត់ពិបាកទេអាប់សាន់ក៏ចឹងដូចគ្នាដែរតែនេះខ្ញុំនិយាយពីកាណុងណាឥឡូវមិញមុនហ្នឹងខ្ញុំបានប្រាប់ពីវិធីយើង clean ដោយមិនបាច់ប្រើកុំព្យូទ័រហើយចេញទឹកថ្នាំណាបន្ទាប់មកយើងដល់ដំណាក់កាលដែលយើងត្រូវតេស្តវាតេស្តវាមើលតើពណ៌វាចេញមកគ្រប់អត់ណាបាទតោះឥឡូវវិធីតេស្តពណ៌លើក្រោយពីយើងបាន clean វាហើយយើងចុចប៊ូតុងសោនេះដែរបាទបន្តមកយើងចុច black មានន័យថាតេស្តពណ៌ខ្មៅ color នឹងតេស្តពណ៌ទាំងអស់ណាពណ៌ color មានប៉ុន្មានតេស្តទាំងអស់ឥឡូវយើងវិបត្តិប្រាប់ថាពណ៌ color យើងតេស្ត color ណាហើយខ្មៅវាអត់បាត់ទេឥឡូវយើងចុចប៊ូតុង color នេះមកបាទដំណើរការទាញបាទនេះទាញកណ្ដាស់ទៅហើយមើលតើវា clean នឹងបានស្អាតឬអត់ចឹងណាបាទនេះមកបាទឃើញថាមកតពណ៌ខ្មៅមែននេះបងប្អូនណាឃើញអត់បាត់ពណ៌3ពណ៌ទៀតអត់ឃើញទេណាបាទអញ្ចឹងមានន័យថាវាបាត់ឈឹងបណ្ដោយពណ៌ហ្នឹងអញ្ចឹងដល់បងប្អូនធ្វើអញ្ចឹងហើយនៅតែអត់ចេញអញ្ចឹងទៀតយកមកជាងបងប្អូនយកមកជាងអាចជួយបានណាជាពិសេសយកមកខ្មែរធ្វើកុំព្យូទ័រមកបងប្អូនទីតាំងនៅខាងជើងផ្សារស្អាងបៃតូចយើងថៃកណ្ដាលយើងហ្នឹងបាទឬក៏បងប្អូននៅឆ្ងាយក៏អាចផ្ញើបានដែរតាមរយៈបន្ថែម JNT ហ្នឹងក៏បានដែរបាទផ្ញើមកជួសជុលបានណា printer Epson កំណុងអីហ្នឹងធ្វើបានទាំងអស់ HP ហ្នឹងយកមកបាទផ្ញើមកអាចមុននឹងផ្ញើមកបងប្អូនអាចតាក់ទងតាម Telegram 015 93 9671ដើម្បីថតសួរណែនាំសិនទៅគីឡូម៉ាស៊ីនខ្លះហើយអាចខ្ញុំប្រាប់តិចតួចធ្វើការទៅបើអត់ទេត្រូវផ្ញើមកខ្ញុំប្រាប់ផ្ញើមកអញ្ចឹងណាបងប្អូនបាទឥឡូវនេះមានតែការងារជាងហើយនេះបាទព្រោះយើងតេស្តមើលឲ្យអស់ហើយវានៅតែអត់ចេញអញ្ចឹងមានការងារជាងហើយដំណាក់កាលនេះណាអញ្ចឹងអានេះគាត់ជាការចែកម្លែករបស់ខ្ញុំមួយដែលសម្រាប់បងប្អូនអាចធ្វើបានតែខ្លួនឯងដោយពុំចាំបាច់យកមកខ្ញុំទេករណីហ្នឹងបើវាស្រាលវាតិចតួចគឺបងប្អូនធ្វើទៅជោគជ័យហើយអាចចេញពណ៌មកគ្រប់ចំនួនវិញតែបើករណីធ្ងន់ធ្ងរហើយគឺអត់កើតទេណាតើយកមកជាងហើយជាងធ្វើវិញណាហើយសម្រាប់យកមកខាងខ្ញុំសេវាកម្មអត់ថ្លៃទេបងប្អូនទូថ្លៃទេណាមកសំរុំឲ្យបងប្អូននេះអត់អីទេខូចអីគឺគិតខូចប៉ុណ្ណឹងទេអត់ប្រលើសអត់អីទេបាទហ្នឹងហើយដោយសារខាងខ្ញុំគឺខ្ញុំចូលលើគោលការណ៍ភាពស្មោះត្រង់ជាមួយអតិថិជនខ្ញុំចាត់ទុកអតិថិជនវាដូចជាសាច់ញាតិរបស់ខ្ញុំដែរបាទដែលខ្ញុំត្រូវតែខ្វល់ខ្វាយពីអតិថិជនអញ្ចឹងណាមិនថាគាត់ទិញកន្លែងគេឬទិញកន្លែងខ្ញុំទេទិញកន្លែងគេក៏ដោយទិញកន្លែងខ្ញុំក៏ដោយគឺខ្ញុំបាទគិតតម្លៃដូចគ្នាទេអត់អីទេគាត់ថាបើបងប្អូនណាគាត់ទិញកន្លែងខ្ញុំច្រើនខ្ញុំតម្លៃមានតម្លៃពិសេសឲ្យបើគាត់ទិញពីខ្ញុំទៅថ្មីអញ្ចឹងណាឬក៏ការជួសជុលអីហ្នឹងគឺបើទិញពីខាងខ្ញុំច្រើនគឺខ្ញុំអាចបញ្ចុះតម្លៃឲ្យបានខ្លះបាទតែបើបងប្អូនណាដែលគាត់ទិញកន្លែងផ្សេងក៏អីដែរញ៉ាំមកខ្ញុំជួយមើលឲ្យហើយតម្លៃថ្លៃថ្នូរអីក៏ខ្ញុំយកទូថ្លៃដែរខ្ញុំអត់គិតបាទថ្លៃទេអត់អីណាបាទតែមុនយកមកបងប្អូនតាក់ទងតាម Telegram ខ្ញុំសិន015 93 9671បងប្អូនអាចចំណេញនងតាមនឹងសិនណាមុនផ្សាយមកព្រោះ printer ពេលខ្លះមិនបាច់ផ្ញើមកក៏ខ្ញុំប្រាប់ឲ្យធ្វើខ្លួនឯងកើតដែរពីករណីនេះចឹងខ្ញុំបានបរិញ្ញាបត្របងប្អូននេះគឺដើម្បីបងប្អូនចេះធ្វើខ្លួនឯងមុនយកមកជាងគឺចេះធ្វើខ្លួនឯងតិចតួចអញ្ចឹងយើងវាចំណេញណាយើងគិតថាពេលខ្លះខ្ញុំចែកម្លែកប៉ុណ្ណឹងបងប្អូនថាតិចតួចបើសិនជាគេអត់ប្រាប់បងប្អូនអត់ចេះទេអត់ចេះយកមកជាងទៅអស់លុយហើយចុះបើយើងចេះខ្លួនឯងទៅវាជួយសំចៃថវិកាដែរបាទអញ្ចឹងកុំភ្លេចជួយ like share ដល់បងប្អូនទាំងអស់គ្នាផ្សេងទៀតដែលគាត់ប្រើប្រាស់ printer ឲ្យគាត់ចេះដែរបងប្អូនណាអញ្ចឹងអរគុណច្រើនជំរាបលាបាទ